ជំនួសលោក Trump និងលោក Xi Jinping គឺជាការស្វែងរកស្ថិរភាពសកលចំពេលមានភាពតានតឹងនៅតំបន់មជ្ឈមបូព៌ាលោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារបដូរប្រាក់ណាទស្សនកិច្ចផ្លូវរដ្ឋរយៈពេល3ថ្ងៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិនបានបញ្ចប់ទៅកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2026ជាមួយនឹងសញ្ញាវិជ្ជមានមួយចំនួនទៅលើកិច្ចសហការប្រតិបត្តិសេដ្ឋកិច្ចប៉ុន្តែនៅបន្តរក្សាភាពតានតឹងលើបញ្ហាសន្តិសុខតំបន់និងភូមិសាស្ត្រនយោបាយនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី2របស់លោក Donald Trump ទៅកាន់ប្រទេសចិនបន្ទាប់ពីលើកទី1កាលពីឆ្នាំ2017ជាយ៉ាងណាក៏ដោយបរិយាកាសនៃជំនុំក្នុងឆ្នាំ2026នេះមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងដោយសារពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិសង្គ្រាមនៅមជ្ឈមបូព៌ានិងការប្រកួតប្រជែងបច្ចេកវិទ្យាដំណើរទស្សនកិច្ចលោក Trump បាននាំមកនៅជាមួយគណៈប្រតិភូជាន់ខ្ពស់និងមហាសេដ្ឋីបច្ចេកវិទ្យាល្បីៗរួមមានលោក Elon Musk, Tesla, SpaceX, Tim Cook, Apple និងលោក Jason Hock NVIDIA ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញមហាសេដ្ឋកិច្ចត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតជាលទ្ធផលចិនបានយល់ព្រមបង្កើតការទិញទំនិញពីសហរដ្ឋអាមេរិករួមមានកសិផលសណ្តែកសៀងគ្រាប់ធញ្ញជាតិនិងសាច់គោរីឯថាមពលវិញទិញឧស្ម័នធម្មជាតិរាវ LNG ដើម្បីធានាសន្តិសុខថាមពលក្នុងស្រុកឧស្សាហកម្មយន្តហោះការទិញយន្តហោះពីក្រុមហ៊ុន Boeing លើពីនេះទៅទៀតភាគីទាំងពីរបានព្រមព្រៀងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មវិនិយោគ Board of Trade and Investment ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀងនិងការកាត់បន្ថយភាពតានតឹងផ្នែកពន្ធគយបាទមជ្ឈមបូព៌ានិងច្រកសមុទ្រ Hormuz ក្នុងនាមជាអ្នកទិញប្រេងធំបំផុតពីអ៊ីរ៉ង់លោក Trump បានជំរុញឲ្យលោក Xi Jinping ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជួយសម្របសម្រួលឲ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញបញ្ហានេះមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃប្រេងពិភពលោកដែលកំពុងហក់ឡើងខ្ពស់ដោយសារការបិទគប់ផ្លូវទឹកដែលជាសរសៃឈាមថាមពលដ៏សំខាន់នេះឯបញ្ហាតៃវ៉ាន់ចំណុចរសើបបំផុតទោះបីជាបរិយាកាសខាងក្រៅមើលទៅមានភាពកក់ក្ដៅប៉ុន្តែលើបញ្ហាកោះតៃវ៉ាន់លោក Xi Jinping បានផ្ញើសារព្រមានយ៉ាងធ្ងន់ថានេះគឺជាបន្ទុកក្រហមដែលមិនអាចរំលងបានជំរុញឲ្យអាមេរិកបញ្ឈប់ការលក់អាវុធទៅឲ្យតៃវ៉ាន់ដើម្បីជៀសវាងការធ្លាក់ចូលនៅក្នុងចំនួនយោធាដោយអចេតនាបើជាមិនទាន់មានកិច្ចព្រមព្រៀងកម្រិត game changingកាត់ឡើងភ្លាមក៏ដោយប៉ុន្តែដំណើរទស្សនកិច្ចក្នុងឆ្នាំ2026នេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់ក្នុងការរក្សាស្ថិរភាពរវាងមហាអំណាចទាំងពីរបង្ហាញវត្តមានរបស់មេដឹកនាំធុរកិច្ចអាមេរិកជួបមុខបញ្ជាក់ថាទំនាក់ទំនងសេដ្ឋកិច្ចនៅតែជាយុទ្ធការដ៏សំខាន់សម្រាប់ស្ថិរភាពនៃប្រទេសទាំងពីរលោកនឹងបន្តតាមដានយកចិត្តទុកដាក់ទៅលើការអនុវត្តជាក់ស្ដែងនៃកិច្ចព្រមព្រៀងទាំងនេះជាពិសេសទៅលើការបាត់ច្រកសមុទ្រ Hormuz និងការគ្រប់គ្រងបញ្ហាតៃវ៉ាន់ក្នុងរយៈពេលប្រមាណខែខាងមុខទៀតសម្រាប់លោកស្រីដែលកំពុងមានចម្ងល់ក្នុងការចេះលម្អិតពីរបៀបទិញលក់ហាងឆេងមីអន្តរជាតិតាមរយៈប្រព័ន្ធធនាគារក៏ដូចជាបើកគណនីកក់មាសតាមរយៈប្រព័ន្ធធនាគារហើយលោកស្រីអាចធ្វើការទំនាក់ទំនងមកនឹងខ្ញុំសារ៉ាសាន់ដេតាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនការប្រឹក្សាយោបល់និងការបើកគណនីកក់មាសដោយឥតគិតថ្លៃ